តើសិស្សវគ្គ23ទាំងអស់គ្នា follow ម្នាក់មួយតាមដានខ្ញុំឲ្យជាប់អញ្ចឹងខ្ញុំមកបញ្យល់ប្រាប់ពីចំណុចវិញ្ញាសានៅក្រសួងចេញអញ្ចឹងអ្នកមកដែលតាមដានខ្ញុំពីដើមមកក៏អាចយល់ខ្លះហើយអញ្ចឹងចាប់ផ្ដើមតាមដានអំពីវិញ្ញាសាក្នុងក្រសួងតែម្ដងអញ្ចឹង40វីដេអូខ្ញុំធ្វើតែ40វីដេអូគឺឈប់ធ្វើហើយវាពីវិញ្ញាសានៅក្នុងក្រសួងអញ្ចឹងនៅក្រសួងយើងចូលទៅដល់បើកកុំព្យូទ័រមកវានឹងលោតមកបែបនេះទី1គឺចេញមកបែបហ្នឹងបែងចែកការវិញ្ញាសាអានសិនវិញ្ញាសាស្ដាប់ចាំពីក្រោយអញ្ចឹងលេខរៀងទី1ឬក៏ផ្នែកទី1ហ្នឹងគឺចេញពីសំណួរហើយចំណងជើងវាគឺយើងត្រូវអានមើលគឺថើមគីរមើលផូកូម៉ាត់នឿនថាណណាមូនចាងើខូឬស៊ីបស៊ីអូប្រែថាមើលរូបភាពខាងក្រោមហើយសូមជ្រើសរើសពាក្យឬក៏ប្រយោគណាដែលត្រឹមត្រូវអញ្ចឹងទម្រង់ចេញគឺរូបភាពហើយគេដាក់ចម្លើយទាំង4ឲ្យរើសថាមួយណាជាចម្លើយដែលត្រូវនឹងរូបភាពអញ្ចឹងយើងត្រូវអានមកពាក្យមួយណាជាពាក្យដោយរូបភាពហ្នឹងយើងត្រូវចេះរូបភាពជាច្រើនហើយនឹងចេះពាក្យជាច្រើនកន្លែងហ្នឹងអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបើអ្នកទាំងអស់គ្នាចង់បានវីដេអូថ្មីទៀតគឺអាច follow TikTok ឲ្យច្រើនមកអញ្ចឹងវីដេអូក្រោយនឹងចូលចំណុចទី2នៃក្រសួងដែលចេញបែបម៉េចទៀតអញ្ចឹងមួយវីដេអូខ្ញុំធ្វើតាមមួយចំណុចទេទើបអ្នកទាំងអស់គ្នាអាចចាប់បាននិងឆាប់យល់ហើយអ្នកទាំងអស់គ្នាស្ទើរទុកមើលឬក៏ពេលណាដែលអ្នកទាំងអស់គ្នាអាចនឹងភ្លេច follow TikTok ម្នាក់មួយឬក៏ចូលទៅ subscribe នឹង YouTube ខ្ញុំគឺឈ្មោះចឹងដូចគ្នាគឺឈីងចាំងចឹងដូចគ្នាអញ្ចឹងគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នា